mà nè tao khné mà piวิธีសាស្ត្រធ្វើម្ហូបសាច់ជ្រូក3ខាំញ៉ាំបានគ្នាត22នាក់ដើម្បីសាមួយខ្លាចទៅជាអ្នកមានទាំងអស់គ្នាអ្នកទាំងអស់គ្នាមុខម្ហូបទី1គឺសាច់ជ្រូកឆាជាមួយនឹងតឡាចអ្នកទាំងអស់គ្នាណាបាទគឺយើងដាក់តឡាចដាក់អីឆាយកជាតិក្លិនឈ្ងុយហើយគឺយើងចាប់ដើមយកសាច់ជ្រូកយើងចេញហើយយើងកាត់សាច់ជ្រូកយើងជាកង់ធំតិចមកអ្នកទាំងអស់គ្នាត្រឡប់ផ្លាញ់ដាក់ម្ទេសដាក់ខ្ទឹមជាមួយនឹងផ្កាខាម៉ែហើយយើងធ្វើការថែមគ្រឿងមានទឹកសមានប៊ីចេងស្ករអីធម្មតាកូគវីទៅបានចេញជាមុខម្ហូបឆាខាណាមួយទៀតយើងក៏បានដកយកសាច់នឹងយកទៅកាន់កាត់វាវែងតិចអ្នកទាំងអស់គ្នាដើម្បីឲ្យយើងរលីងទៅចេញក្លិនសាច់ជ្រូកដាក់ខ្ទឹមដាក់សណ្តែកគួរដាក់ម្ទេសឆាថែមគ្រឿងគឺទៀតបានមុខម្ហូបទី3របស់យើងគឺបានមកទៀតអ្នកទាំងអស់គ្នាគឺសាច់ជ្រូកឆាជាមួយនឹងសណ្តែកគួរហើយយើងយកអាសាច់ជ្រូកវែងនឹងកាត់វាខ្លីតិចមកអ្នកទាំងអស់គ្នាហើយយើងថែមជាមួយនឹងប្រភេទក្រូចហើយនឹងតឡូប្រាំងយើងឆាថែមគ្រឿងអ្វីដែលសំខាន់គឺគ្រឿងអ្នកទាំងអស់គ្នាមានសំខាន់ជាមួយសាច់ទេគ្រឿងជាមួយនឹងបន្លែមុខម្ហូបនេះគឺសុខភាពល្អយកទៅណាំអស់បាទហើយយើងខ្វះសាច់ចេញមកយើងមិនចាំហើយថែមជាមួយនឹងថប់ក្តោកោយើងទៀតអ្នកទាំងអស់គ្នាណាបាទដាក់គ្រឿងសាច់ជ្រូកនោះរលីងក៏បានឆាថប់មួយទៀតហើយយើងក៏ញ៉ាំសាច់ច្រើនពេកអ្នកទាំងអស់គ្នាល្អតែយើងខ្វះអាសាច់ថប់នឹងយកមកលាយជាមួយនឹងប្រភេទបន្លែដែលយើងធ្វើជា snow kill snow នំប៉ៅនេះយើងលាយគ្រឿងគ្រប់សពហើយយើងដាក់ចូលទៅក្នុងនំដុតយើងណាហើយយើងចម្អិនឈ្ងុយមកគឺបាននំដុតមួយយ៉ាងឈ្ងុយឆ្ងាញ់មានសាច់ជ្រូកនៅក្នុងនឹងប៉ុន្តែយើងញ៉ាំសាច់ជ្រូកណាទាំងអស់គ្នាយើងយកសាច់ជ្រូកនឹងចេញណាហើយយើងយកសាច់ជ្រូកនឹងទៅញាត់ជាមួយនឹងបន្លែថែមទៀតហើយយើងដាក់នៅក្នុងគាវណាហើយដាក់ចំហុយទៅបានទៅជាគាវចំហុយមួយទៀតអ្នកទាំងអស់គ្នាណាគឺថាសាច់